ដើរចាប់តននៅសឹកជប់ខែបក៏នៅពីវិញជាងអនាគតពូបារាំងទៀតហើយចង់ងាប់តែចាំខ្ញុំប្រាប់តាំងពីដំបូងភ្លៀងមកប្រៅពូបារាំងនឹងក្មួយក៏នៅពីទៅរកគុនកង្កែបសំខាន់ក្មួយមានភ្នែកល្អជាងអាប់ទៀតចឹងបានមួយតនហើយទៅរកទៀតតែនៅសឹកបានឃើញអីប្លែកអីគេនឹងខែបគុណភាពក្មួយគុណភាពប្រាប់ថាបើសិនវិខំឈឺចោកចាប់ជាងរឿងស្នេហាទៀតចឹងប្រយ័ត្នពូបារាំងចឹងដើរទៅវិលស្រែទៀតពូបារាំងបានឃើញកង្កែបមួយធំជាងគេនៅពីពុកមានលោកចឹងពូបារាំងខំដេញចាប់ចាប់បានក្មួយគុណភាពអត់យូរទេគាត់ថាតនពូបារាំងជីគីងគុកឆ្លឡំស្មានថាកង្កែបអប់គីងគុកអប់សោះចឹងក្មួយមានភ្នែកលោហៈចាប់កង្កែបបានទៀតចឹងពូបារាំងចង់ចាប់ឲ្យបានដែរអត់គូនឹងអូកែលបាត់តែក្មួយគុណភាពចង់ប្រេងពូបារាំងទៀតបោះគីងគុកលើពូបារាំងចង់ភ័យការពិតពេលឃើញគីងគុកចឹងនឹកសង្សារចាដល់ហើយមើលលទ្ធផលយើងមានកង្កែបច្រើនចឹងគ្រប់គ្រាន់ហើយតោះទៅផ្ទះស្អែកឡើងលានចានលានឆ្នាំងរៀបចំធ្វើម្ហូបហើយពូបារាំងនឹងក្មួយគុណភាពទៅបង្កាត់ភ្លើងនៅមុខខ្ទមស្រែកំសត់ពូបារាំងរៀបចំក្រានហើយអាមានយកឈើមកអីមានផ្សែងហើយពេលមានភ្លើងហើយត្រូវទៅយកកង្កែបតនហាលថ្ងៃហើយយកវាទៅបំពងបានចឹងអាមានបានរៀបចំខ្ទះហើយពូបារាំងរៀបចំខ្លាញ់ហើយដើរកង្កែបទាំងទៅនងដល់ហើយណាតគ្នាចានហើយរៀបចំនៅលើចានធំមានតនហើយចឹងពូបារាំងនឹកឃើញទឹកពិសេសមកពីធម្មជាតិប៉ិតគឺទឹកថ្នោតជូរនិងផ្អែមមានគ្រប់រសជាតិមកវិញហើយក្មួយគុណភាពកំពុងរបកមិនបាត់ទេក្មួយពូមានកំណត់ពូបារាំងបានកំអន់កតុយហែមកពីផ្ទះជាងញ៉ាំជាមួយតនឆ្ងាញ់ណាស់មានទាំងប្រហុកក្រសាំងប្រហុកហបថ្លេកាព្រីងជ្រក់ជើងទាទៀតជ្រក់ជើងមាន់ជ្រក់ក្តាមឈុតធំមានអីបានច្រើនមែនតើហើយសំខាន់មានបន្លែស្លទៀតញ៉ាំជាមួយតោះយើងចាប់ដើមញ៉ាំចឹងតនគុណភាពរសជាតិដូចបបមួនពូបារាំងក្មួយគុណភាពឆ្លងតាមពូបារាំងហើយការពិតរសជាតិដូចបបមួនមែនហើយញ៉ាំបន្លែទៀតហើយជ្រលក់ជាមួយបឹកកន្ទុយហែផ្ទះឈីងឆ្ងាញ់មែនតើបាទឆ្ងាញ់ជាងគេនៅពីពុកមានលោកពូបារាំងអាមានចេនីគុណភាពដល់ហើយឥឡូវអត់ពូបារាំងខ្ញុំមានកំរូលល្អហើយញ៉ាំទឹកថ្នោតជូរអែមឆ្ងាញ់ដល់ហើយតែមេករោភ្លៀងចឹងអរគុណច្រើន bye love you ហើយបឹកកន្ទុយហែផ្ទះឈីងមាន promotion ទីនបឹកកន្ទុយហែ2ថែមប្រហុកក្រសាំង1និងប្រហុកហបថ្លេកាព្រីង1ទៀតហើយទីនជ្រក់ជើងទី2គេថែមជ្រក់ជើងមាន់1និងក្តាមជ្រក់1ទៀតបងប្អូនអាចកុម្ម៉ង់បានតាម Facebook page បឹកកន្ទុយហែហាឈីងនិងជ្រក់ជើងទីឆ្ងាញ់ផ្ទះឈីង